រឿងជ្រូកប្រៃនិងសុបិនធ្វើម្ហូបនៅវាលស្រែដ៏ស្រស់បំព្រងមានជ្រូកតូចមួយឈ្មោះធានធំមិនដូចជ្រូកធម្មតាដែលចូលចិត្តដេកឬស៊ីទេធានថ្មចូលចិត្តមើលថ្ងៃរះនិងធ្វើម្ហូបក៏ស្រមៃថាថ្ងៃណាមួយខ្លាចជាចុងភៅដ៏អស្ចារ្យថ្ងៃមួយធានធំបានសម្រេចចិត្តចុះឈ្មោះចូលរួមកម្មវិធីធ្វើម្ហូបដ៏ពេញនិយមនៅក្នុងក្រស័ព្ទស័ព្ទផ្សេងទៀតសើចជ្រូកធ្វើម្ហូបគ្រាន់តែញ៉ាំនំប៉ាវប៉ុន្តែ Fionn មិនខ្លាចទេគាត់បានទទួលយកដំបូន្មានពី White Air ដែលបាននិយាយថាសុបិនគឺជាគន្លឹះបើអ្នកជឿអ្នកនឹងរកឃើញផ្លូវនៅថ្ងៃនៃការប្រកួតលោក Fionn បានប្រើល្បិចដ៏ឆ្លាតវៃរបស់គាត់ដើម្បីចម្អិនម្ហូបពិសេសពីគ្រាប់ធញ្ជាតិនិងបន្លែស្រស់គាត់បានប្រើអំបិលបន្តិចបន្ថែមទឹកឃ្មុំដើម្បីឲ្យផ្អែមហើយលាយជាមួយទឹកចិត្តច្រើននៅពេលដែលសត្វគោដែលស្រឡាញ់អាហារបានឃើញអាហាររបស់គាត់ពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្ងាញ់ណាស់ខ្ញុំមិននឹកស្មានថាជ្រូករបស់អ្នកអាចធ្វើម្ហូបបែបនេះទេអ្នកថ្មីថ្មោងបានឈ្នះពានរង្វាន់ចុងភៅឆ្នាំហើយនគរសាស្ត្របានចាប់ផ្ដើមគោរពគាត់បានបើកភោជនីយដ្ឋានតូចមួយដែលមានឈ្មោះថា Bosmart Pigswork ដែលត្រូវបានគេស្គាល់ថាជាអាហារឆ្ងាញ់បំផុតនៅវាលស្រែ